អ្នកចូលរួមប្រមាណជាជាង 1000 នាក់បានចូលរួមក្នុងព្រឹត្តិការណ៍រត់សហគមន៍ផ្លូវកោះកេរ 9 គីឡូម៉ែត្រដែលជាការរៀបចំឡើងដោយរដ្ឋបាលខេត្តព្រះវិហារយើងផ្ទាល់ប្រជាជននៅខេត្តព្រះវិហារលើឲ្យទៅដឹងថាមានកម្មវិធីឬព្រឹត្តិការណ៍អបអរសាទរដល់សម្បត្តិបេតិកភណ្ឌជាតិគឺថាមានការចូលរួមច្រើនកកកខ្លាំងមែនទែនការចូលរួមពីសំណាក់ពុកម៉ែបងប្អូនយ៉ាងច្រើនកកកបែបនេះបានសោះបញ្ជាក់ឲ្យឃើញថាខ្មែរយើងឥឡូវមានស្មារតីស្នេហាជាតិនិងចេះចូលរួមថែរក្សាសម្បត្តិវប្បធម៌ជាតិយ៉ាងខ្លាំងព្រោះព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីជាការរំលឹកខួប 2 ឆ្នាំនៃការដាក់បញ្ចូលប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោកមិនត្រឹមតែប៉ុណ្ណោះសកម្មភាពនៃការចូលរួមនៅក្នុងព្រឹត្តិការណ៍នេះក៏បានបញ្ជាក់ឲ្យឃើញថាប្រជាជនខ្មែរយើងចេះស្រឡាញ់និងឲ្យតម្លៃលើសុខភាពច្រើនជាងមុនផងដែរព្រឹត្តិការណ៍នេះមិនបានផ្ដោតទៅលើសន្តិភាពយុវវ័យឡើយព្រោះការចូលរួមដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ជាតិការស្រឡាញ់សុខភាពក៏មិនបានកំណត់ទៅលើអាយុនោះទេគោលបំណងរបស់ថ្នាក់ដឹកនាំយើងដែលប្រឹងប្រែងរៀបចំព្រឹត្តិការណ៍នេះឡើងប្រកាសជាចង់បណ្ដុះគំនិតដល់ប្រជាជនយើងឲ្យចេះស្រឡាញ់និងចូលរួមថែរក្សាសម្បត្តិវប្បធម៌ជាតិដែលផ្សារភ្ជាប់ជាមួយនឹងសុខភាពជាក់ជាមិនខានប៉ុន្តែលើសពីនេះទៀតលោកក៏បានគិតគូរដល់បញ្ហាផ្លូវចិត្តដែលប្រជាជននៃខេត្តព្រះវិហារយើងបានជួបប្រទះនិងឆ្លងកាត់នៅរឿងដ៏អាក្រក់ដ៏ផិតភ័យនាពេលថ្មីៗកន្លងទៅនេះដែលរំពឹងថាសុខភាពផ្លូវចិត្តរបស់ប្រជាជនយើងនឹងបានធូរស្បើយខ្លះបន្ទាប់ពីបានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះរួមចំណែកដល់សង្គមជាតិអ្វីដែលយើងអាចធ្វើនិងចូលរួមបានឲ្យទៅជាផលប្រយោជន៍ជាតិរួមតែមួយខ្ញុំសង្ឃឹមថាខ្មែរយើងនឹងរួបរวมគ្នាបានកាន់តែខ្លាំងហើយក៏សង្ឃឹមថាព្រឹត្តិការណ៍បន្តបន្ទាប់ពុកម៉ែបងប្អូននឹងចូលរួមជាមួយពួកយើងផងដែរចំពោះពុកម៉ែបងប្អូនដែលចង់ស្វែងយល់ពីដំណើរការនៃការចូលរួមនៅក្នុងព្រឹត្តិការណ៍រត់សហគមន៍លើកនេះអាចបន្តការទស្សនាវីដេអូរបស់ខ្ញុំដូចតទៅជំរាបសួរពុកម៉ែបងប្អូនដែលកំពុងទស្សនាវីដេអូនេះខ្ញុំបាទកញ្ញាសិទ្ធសំណូមអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាវីដេអូសកម្មភាពដែលខ្ញុំបានចូលរួមក្នុងព្រឹត្តិការណ៍រត់សហគមន៍ផ្លូវកោះកេរ 9 គីឡូម៉ែត្រនៅព្រឹកថ្ងៃរត់ផ្ទាល់ខ្ញុំបានមកដល់ទីតាំងរត់នៅម៉ោង 6 ព្រឹកចំពោះអ្នកដែលមិនទាន់បានបើកអីធ្វើយ៉ាងណាត្រូវតែមកដល់ទីតាំងឲ្យបានមុនពេលកំណត់សម្រាប់ធីមពួកខ្ញុំវិញគឺ ready គ្រប់យ៉ាងព្រោះដោយសារមិនចង់ធ្វើដំណើរឆ្ងាយមានការប្រញាប់ស្លន់ស្លោក៏សម្រាប់ចិត្តថាមកគេងស្នាក់នៅស្រយ៉ង់មួយយប់តែម្ដងព្រោះនៅស្រយ៉ង់ក៏ជាកន្លែងដែលងាយស្រួលក្នុងការស្វែងរកកន្លែងស្នាក់នៅនិងកន្លែងញ៉ាំអីដូចគ្នាដែរចំពោះអ្នកដែលមានចម្ងល់ថាធ្វើយ៉ាងដូចម្ដេចអាចចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះបានគឺអ្នកទាំងអស់គ្នាត្រូវចុះឈ្មោះជាមុនសិនជាក់ស្ដែងគួរតែតាមដាន page រដ្ឋបាលខេត្តព្រះវិហារឬក៏ page ព្រឹត្តិការណ៍រត់ជាតិដើមនៅពេលដែលអ្នកទាំងអស់គ្នាចុះឈ្មោះបានត្រឹមត្រូវតាមការណែនាំរបស់ក្រុមការងារហើយពួកគាត់នឹងប្រាប់យើងពីកាលបរិច្ឆេទឬក៏ថ្ងៃកំណត់ក្នុងការទៅបើកអាវនិងសម្ភារៈនៃការរត់ជាតិដើមហើយយើងក៏ត្រូវតែស្វែងយល់ឲ្យបានច្បាស់តាមរយៈការអានរាល់ការផុសព័ត៌មានរបស់ក្រុមការងារក្នុងព្រឹត្តិការណ៍នោះដើម្បីដឹងតាក់ទងទៅនឹងការកំណត់ពេលវេលានិងផែនទីនៃការរត់ជាដើមដល់ថ្ងៃរត់យើងនឹងមានភាពងាយស្រួលតែម្ដងព្រោះយើងបានដឹងពីព័ត៌មានមុនច្បាស់លាស់និងបានត្រៀមលក្ខណៈរួចរាល់ងាកមកកាន់ព្រឹត្តិការណ៍រត់ថ្ងៃនេះវិញខ្ញុំផ្ទាល់មិននឹកស្មានថានឹងមានអ្នកចូលរួមបានច្រើនកកកដល់ថ្នាក់នេះទេតែជាក់ស្ដែងនៅពេលបានមកដល់ទីតាំងរត់ហើយឃើញថាអ្នកចូលរួមមកបន្តគ្នាគឺមានចំនួនច្រើនខ្លាំងមែនទែនរហូតដល់ជាង 1000 នាក់ដែលបង្ហាញឲ្យឃើញថាអ្នកខេត្តព្រះវិហារឥឡូវមិនធម្មតាទេស្មារតីស្នេហាជាតិស្មារតីកីឡាគឺមានពេញខ្លួនទន្ទឹមនឹងការរៀបចំយ៉ាងល្អរបស់ថ្នាក់ដឹកនាំយើងឯកឧត្តមគីមរិទ្ធីអភិបាលខេត្តព្រះវិហារក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានអញ្ជើញចូលរួមផងដែរបន្ទាប់ពីទទួលការស្វាគមន៍ដល់ថ្នាក់ដឹកនាំហើយលោកក៏មានមតិសំណើមកកាន់កីឡាកររួចមកព្រឹត្តិការណ៍រត់ក៏ចាប់ផ្ដើមតាមពេលកំណត់ការរត់លើកនេះមានចម្ងាយដល់ទៅ 9 គីឡូម៉ែត្រដែលតម្រូវឲ្យយើងរត់ឆ្លងកាត់តាមផ្លូវលំនិងក្រុមប្រាសាទជាច្រើនទៀតនៅតំបន់កោះកេរមិនត្រឹមតែប៉ុណ្ណោះយើងត្រូវរត់ឆ្លងកាត់ភូមិកោះកេររហូតដល់ប្រាសាទធំទៅគ្រប់ចម្ងាយដែលគេបានកំណត់ការកំណត់ផែនទីរត់បែបនេះបានផ្ដល់ឱកាសឲ្យភ្ញៀវទេសចរដែលចូលរួមរត់បានស្គាល់ក្រុមប្រាសាទជាច្រើនទៀតនៅតំបន់កោះកេរព្រោះភ្ញៀវទេសចរមួយចំនួនបានយល់ច្រឡំថានៅតំបន់នេះមានតែប្រាសាទកោះកេរដែលជាប្រាសាទធំមួយតែប៉ុណ្ណោះតែជាក់ស្ដែងនៅតាមផ្លូវដែលដាក់ឲ្យរត់គឺមានក្រុមប្រាសាទស្អាតៗជាច្រើនទៀតដែលយើងនឹកស្មានមិនដល់ម្យ៉ាងវិញទៀតការដាក់ឲ្យរត់ឆ្លងកាត់ភូមិកោះកេររហូតដល់ប្រាសាទធំបានធ្វើឲ្យភ្ញៀវទេសចរមានទំនាក់ទំនងយ៉ាងល្អនិងស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជននៅតំបន់នេះហើយក៏បានឆ្លងកាត់នៅប្រាសាទកោះកេរយ៉ាងធំអច្ឆរិយៈហើយនឹងមើលឃើញពីភាពអស្ចារ្យរបស់ប្រាសាទនេះផងដែរពុកម៉ែបងប្អូនមានដឹងទេថាអត្ថប្រយោជន៍នៃការចូលរួមរត់របស់ពួកយើងនៅក្នុងព្រឹត្តិការណ៍នេះមិនត្រឹមតែជាការរំលឹកដល់ថ្ងៃដាក់បញ្ចូលប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោកប៉ុណ្ណោះទេប៉ុន្តែនេះគឺជាការបណ្ដុះស្មារតីស្នេហាជាតិឲ្យកាន់តែរឹងមាំហើយប្រជាជនមានការស្រឡាញ់សុខភាពកាន់តែខ្លាំងហើយយើងក៏បានចូលរួមផ្សព្វផ្សាយតំបន់ទេសចរបែបប្រវត្តិសាស្ត្ររបស់ខ្មែរយើងបានកាន់តែទូលំទូលាយដែលរឿងទាំងនេះបានជួយជំរុញដល់លំហូរសេដ្ឋកិច្ចយ៉ាងល្អព្រោះវាបានផ្សារភ្ជាប់នៅចំណូលប្រជាជនដែលរស់នៅតំបន់នេះតាមរយៈការផ្ដល់សេវាកម្មកន្លែងស្នាក់នៅកន្លែងញ៉ាំអីនិងមធ្យោបាយជាច្រើនមុខទៀតដើម្បីសម្រួលដល់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើងដូច្នេះហើយព្រឹត្តិការណ៍បន្តទៀតខ្ញុំពិតជាចង់ឲ្យពុកម៉ែបងប្អូនចូលរួមឲ្យបានកាន់តែច្រើនលើសនេះថែមទៀតព្រោះវាជាចំណែកដែលអាចឲ្យយើងចូលរួមជួយជាតិយើងបានក៏ដូចជាការគាំទ្រដល់វិស័យទេសចរក្នុងស្រុកយើងងាកមកការរត់ថ្ងៃនេះវិញគឺមានការជ្រើសរើសអ្នកឈ្នះដល់ទៅ20នាក់ឯណោះរួមមានប្រុស10នាក់ដំបូងនិងស្រី10នាក់ដំបូងហើយអ្នកដែលទទួលបានចំណាត់ថ្នាក់លេខ1គឺទទួលបានការលើកទឹកចិត្តច្រើនមែនទែនទាំងពានមេដាយនិងទឹកប្រាក់ថែមទៀត
បន្ទាប់ពីរកឃើញកីឡាករដែលរត់ឈ្នះបានចំនួន20នាក់ហើយអ្នកចូលរួមបានរត់ដល់ទីគ្រប់គ្នាហើយព្រឹត្តិការណ៍ក៏បានបញ្ចប់ទៅបន្ទាប់ពីព្រឹត្តិការណ៍បានបញ្ចប់ទៅអ្នកចូលរួមអាចដើរទស្សនាប្រាសាទនៅតំបន់កោះកេរនេះបានយ៉ាងសប្បាយរីករាយដើម្បីថតរូបទុកជាអនុស្សាវរីយ៍ហើយនឹងបានផ្សព្វផ្សាយតំបន់ទេសចរយើងឲ្យកាន់តែល្បីល្បាញខ្ញុំពិតជាមានសេចក្តីរំភើបខ្លាំងមែនទែនព្រោះនេះជាការរៀបចំឡើងដោយរដ្ឋបាលខេត្តយើងផ្ទាល់ហើយអ្នកចូលរួមគឺមានការចូលរួមយ៉ាងច្រើនកកកខ្លាំងមែនទែនដែលនេះបង្ហាញថាប្រជាជននៅក្នុងខេត្តយើងគឺមានការគាំទ្រនិងពេញចិត្តនៅក្នុងព្រឹត្តិការណ៍នេះខ្លាំងមែនទែនសូមពុកម៉ែបងប្អូនជួយ comment រូបបេះដូងភ្ជាប់ជាមួយរូបទង់ជាតិខ្មែរដើម្បីឲ្យខ្ញុំដឹងថាពុកម៉ែបងប្អូនបានទស្សនាវីដេអូរបស់ខ្ញុំដល់ចំណុចនេះហើយក៏អរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់អរគុណច្រើនអ្នកទាំងអស់គ្នាជម្រាបលាបាយបាយ